របៀបបង្កើតផេករកលុយឲ្យត្រូវតាមស្តង់ដាររបស់ Facebook ចឹងបងប្អូន2025ទឹកចូល2026ហើយថ្ងៃសម្រាប់បងប្អូនសម្រាប់ MMO ណៃថ្មីដែលអត់ទាន់ចេះបង្កើតផេករកលុយឲ្យត្រូវតាមស្តង់ដារបងប្អូនយើងត្រូវមាន account មួយគឺ account Facebook ផ្ទាល់ខ្លួនរបស់យើងហ្នឹងយើងចាំលេខកូដចាំ password ដាក់លេខទូរស័ព្ទឲ្យត្រឹមត្រូវបងប្អូននេះគឺជា account Facebook របស់ខ្ញុំបាទដែលខ្ញុំបង្កើតមកយូរហើយក៏វាមាន friend ក៏មាន friend មិនសូវច្រើនប្រហែលដែរបងប្អូនយើងចូលមកកាន់ Facebook យើងចឹងមកបន្ទាប់មកយើងជួយខាងត្រេ3វានឹងចេញតម្រងបែបនេះបងប្អូនអូទៅកាន់ C more យើងជួយទៅកាន់ C more មកអូខេហើយយើងជ្រើសរើសយកពាក្យ page នេះរូបទង់ជាតិនេះមកបន្ទាប់មកយើងចុចខាងលើគេនេះរកពាក្យនេះមកនេះចំណាំចុចតំណែងមក creator ចុចតំណែងមកអូខេមកដល់តំណែងហើយយើងចុច go start នេះមក go start អូខេហើយយើងដាក់ឈ្មោះ page ខ្ញុំដាក់ឈ្មោះខ្ញុំចឹងមកខេនអូខេចឹងមកអូខេយើងដាក់ឈ្មោះយើងចឹងមកហើយយើងចុច next មកដល់កន្លែងនេះកន្លែងប្រភេទវីដេអូតើវីដេអូហ្នឹងយើងនិយាយពីអ្វីយើងដាក់វីដេអូ creator មានអត់វីដេអូឥឡូវកន្លែងនេះយើងដាក់ music សិនណាចាំយើងដូរតាមក្រោយវិញចាំយើងអាចដូរតាមក្រោយអូខេយើងដាក់អញ្ចឹងមកតោះយើងចុច done ហើយយើងចុច create ទៅនេះមកទៅមុខបន្ថែមទៀតចាំមួយ plate អូខេមកដល់កន្លែងនេះយើងត្រូវចុចខាងក្រោម creator content add account ចុចតំណែងមកចុច continue អូខេតើមកយើងចុច next ដល់កន្លែងនេះគឺកន្លែងយើង add friend ប៉ុណ្ណឹងបានហើយយើងចុច next invite អានេះកន្លែងដែលយើង invite អូខេតនេះយើងបាច់បើកក៏បានដែរ email page your page next អូខេយើងបាន page មួយហើយបងប្អូននេះអញ្ចឹងនៅរៀបចំភាសាទៀតពុកម៉ែបងប្អូនប៉ុន្តែយើងបង្រៀនការបង្កើតគឺបង្កើតបានហើយប៉ុន្តែនៅរៀបចំវាទៀតជួបគ្នានៅវីដេអូក្រោយដើម្បីរៀបចំ page ឲ្យបានត្រឹមត្រូវតាំងរូបតាំងអីចឹងណាចឹងវីដេអូនឹងមានតែប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយបាយបាយ